បងប្អូនចែកគ្នាសើចវីដេអូដែលយើងកំពុងតែពេញនិយមផ្ទុះថ្ងៃនឹងជាងគេគឺពាក់ព័ន្ធជាមួយនឹងសកម្មភាពបាទលោកអនុទាននាយករដ្ឋមន្ត្រីថ្មីរបស់សៀមដែលគេឲ្យថាសៀមថាអាតង់ទីនឬក៏អាជប់លួចហ្នឹងហើយគឺថាផ្អើលមិនមែនតែក្នុងបណ្ដាញសង្គមខ្មែរទេសូម្បីតែប្រធានអាស៊ានម៉ាឡេស៊ីនឹងក៏បណ្ដាញសង្គមម៉ាឡេស៊ីផ្អើលយកវីដេអូនោះត្រូលដែរដូចក្នុងវីដេអូខ្ញុំផាញបងប្អូនអញ្ចឹងគេសើចបងប្អូនគេអត់ដែលឃើញថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសណាដែលអត់សិលធម៌អត់ស្គាល់អំពីអ្វីទៅជា international protocol អ្វីទៅជាបែបផែននៃការទូតណាបងប្អូនហើយងាកទៅម៉ាឡេស៊ីហ្នឹងមកជុំទៅងុំខាងបណ្ដាញសង្គមវៀតណាមក៏មិនធម្មតាដែរ scroll មើលបងប្អូនគេយកវៀតណាមយកទៅត្រូលពេញនឹងគេសើចបងប្អូនគេសើចគេឆ្ងល់ថាហេតុអីបានជាធ្វើដល់ទៅនាយករដ្ឋមន្ត្រីអត់ស្គាល់អំពីបែបផែននៃការធ្វើការទូតនេះបើសិនជាយើងនិយាយអំពី international protocol វិញបងប្អូនមិនមែនកម្ពុជានឹងគេយកទៅឲ្យចិត្តអាមេរិកដោយសារតែមាននរណាគេប្រកបបញ្ជាឬក៏យ៉ាងម៉េចពីក្រោយអត់ទេបែបផែនការទូតបងប្អូនបាទជាលក្ខណៈ international protocol វិញគឺគេដេញតាមឈ្មោះអក្សរប្រទេសបងប្អូនហើយដល់ពេលដេញមកឈ្មោះយើងវាត្រូវនៅជាប់មួយអាមេរិកមុនសៀមបាទដល់អញ្ចឹងគេមិនដាក់ជាប់លោកត្រាំរួចអាចជួបលួចវាទៅឡំប៉ាទៅដូរកន្លែងដូរមិនអស់ចិត្តហើយវាដឹងថាអូវាអង្គុយឲ្យឈ្មោះប្រទេសកម្ពុជានៅមុខកន្លែងវាអង្គុយហ្នឹងវាទៅដកអាផ្លាកទៀតដល់អញ្ចឹងគេសើចបងប្អូនហើយខ្ញុំបញ្ជាក់ចេះអនុទានហើយនឹងលោកហ៊ុនម៉ាណែតដូចគ្នាមួយចំណុចដូចត្រង់ថាម៉េចត្រង់ថាអ្នកទាំងពីរហ្នឹងគឺមានឪពុកសុទ្ធតែជាអតីតនាយករដ្ឋមន្ត្រីដូចគ្នាណាបងប្អូនអញ្ចឹងបើសិនជាអនុទាននេះគឺមុននឹងធ្វើនាយករដ្ឋមន្ត្រីជាសមាជិកអ្នករ៉ូស៊ីបាទអ្នកជំនួញដូចលោកត្រាំក៏គេមិនសូវផ្ដោតអារម្មណ៍ដែរប៉ុន្តែដល់ថ្នាក់ជាអតីតកូននាយករដ្ឋមន្ត្រីមួយទាំងមូលប៉ុន្តែអត់មានរបៀបរបបចេញមកចលើសបើណាលួចកៅអីគេអង្គុយទៅមជ្ឈុំទៅងុំទៅលួចបិចតាត្រាំបានមកដើមទៀតណាបងប្អូនសិតតែរូបភាពគេចាប់បានតោះអញ្ចឹងគេហួសចិត្តបាននេះថាអួតថាខ្លួនជាប្រទេសអ្នកមានប្រទេសអភិវឌ្ឍបាទប៉ុន្តែគេគ្រាន់តែឃើញទង្វើហ្នឹងគេស្គាល់ដល់កាយបងប្អូនគេដឹងថានរណាខូចនរណាមិនខូចបាត់ទៅហើយហ្នឹងហើយអញ្ចឹងខ្ញុំនេះមិនមែនមនុស្សដែលរិះគន់ផ្កាប់មុខទេបើកន្លែងណាដែលល្អកន្លែងណាដែលស្ដែងពីសិលធម៌ធ្វើត្រូវខ្ញុំលើកដំកើងខ្ញុំសរសើរតាបាទខ្ញុំសរសើរថងថាលោកហ៊ុនម៉ាណែតគាត់ស្គាល់អំពីរបបការទូតរបស់គាត់អត់មានឆ្វេងនិយមកន្លែងហ្នឹងគឺជាការសរសើររបស់ខ្ញុំហើយរឿងណាដែលយើងត្រូវតែវាយប្រហារហ្នឹងវាយប្រហារធ្វើឲ្យសង្គមប្រជាធិបតេយ្យអ្នកឯងទៅបិទសិទ្ធិគេមិនឲ្យវាយប្រហារហ្នឹងវាទៅជាសង្គមផ្ដាច់ការបងប្អូនអញ្ចឹងបានជាខ្ញុំនិយាយនេះគឺលើកទឹកចិត្តឲ្យរដ្ឋាភិបាលក៏ដោយអីក៏ដោយគឺបើកលំហសិទ្ធិសេរីភាពទៅកាលណាយើងបើកលំហសិទ្ធិសេរីភាពកាន់តែច្រើនប្រជាជនគេបើកចិត្តក្នុងការទទួលយកយើងហើយប្រជាប្រិយភាពហ្នឹងគឺយើងអាចប្រមូលតាមរយៈការយើងបើកចំហបេះដូងហ្នឹងកុំបត់បៀតកុំតឹងកុំអីពេកណាគឺយើងបើកលំហមិនឲ្យវាស័កសមជាសង្គមប្រជាធិបតេយ្យគឺថ្ងៃក្រោយទៅអ្នកដែលចំណេញហ្នឹងគឺពួកអស់លោកហ្នឹងឯងអត់មាននរណាពួកប្រឆាំងណាទៅចំណេញបានទេណាបាទអញ្ចឹងអរគុណនិយាយធំហ្នឹងចុះ